លោកស្រីនឹងញ៉ាទីមេត្រីបាទនេះជារូបភាព highlight ហើយនេះជាទីលានបាល់ទាត់នៅក្នុងវិទ្យាល័យដេជោសែនសំរោងស្ថិតនៅក្រុងសំរោងខេត្តឧត្តរមានជ័យថ្ងៃនេះក្រុមបាល់ទាត់ឧត្តរមានជ័យឯកសណ្ឋានពណ៌ខៀវត្រូវទទួលក្រុមមកពីខេត្តបន្ទាយមានជ័យឯកសណ្ឋានពណ៌សដែលជាការប្រកួតចាប់ដើមឡើងនៅម៉ោង 3:30 នាទីក្រោមការដឹកនាំរបស់អាជ្ញាកណ្ដាលអុកវុឌ្ឍធីមការប្រកួតចាប់ដើមភ្លាមឃើញក្រុមម្ចាស់ផ្ទះខេត្តឧត្តរមានជ័យមានឱកាសឲ្យកាត់ចូលទីបំផុតមានគ្រាប់បាល់កើតឡើងនៅនាទីទី15ពេលដែលកីឡាករច័ន្ទរាទាត់បាល់ចេញទៅស្ដាំហើយក៏ប៉ះកីឡាកររបស់ក្រុមខេត្តបន្ទាយមានជ័យបាទរឺតស្រាក់សាក៏ចូលទីបានសម្រេចឲ្យបាទក្រុមឧត្តរមានជ័យនាំមុខ1-0យ៉ាងណាក៏ដោយបន្ទាយមានជ័យក៏បានដាក់សម្ពាធម្ដងហើយម្ដងទៀតកន្លែងនេះបាល់ចូលមួយហើយក៏ទាត់ចេញឱកាសនៅលេងបន្តហើយក៏មានគ្រាប់បាល់កើតឡើងបាទនៅនាទីទី39ដោយកីឡាករម្ចាស់អាវលេខ10កីឡាករវុឌ្ឍដេវីនបាទវុឌ្ឍដេវីនបាទគឺអូសចេញល្អមែនទែនពីកីឡាករសុកជាហើយបាទដេវីនក៏សុទ្ធបញ្ចូលទីបានសម្រេចនៅនាទីទី39ឲ្យក្រុមរបស់គេតាមស្មើ1-1បាទកន្លែងនេះទោះបីមានការតវ៉ាថាមានបាល់ចូលមកតែអាជ្ញាកណ្ដាលអត់បាទនៅតែឲ្យលេងធម្មតាឱកាសរបស់ក្រុមបាល់ទាត់ឧត្តរមានជ័យព្យាយាមទាត់ដែរកន្លែងនេះក៏ប៉ុន្តែมันមានគ្រាប់បាល់កើតឡើងទេបន្ទាយមានជ័យក៏បានដាក់សម្ពាធម្ដងហើយម្ដងទៀតបាទចូលដល់វគ្គទី2ឱកាសចេញពីកីឡាករមួយជើងរបស់កីឡាករថងសុភាពប៉ះរបាល់ទីបាទកន្លែងនេះល្អយ៉ាងណាក៏ដោយយើងឃើញហើយនេះជាការទាត់បាល់មួយជើងល្អមែនទែនរបស់កីឡាករបាទចិនឈៀនប៉ុន្តែអ្នកចាំទីជួយបានទៀតបាទកន្លែងនេះហើយបាទអ្នកចាំទីផ្ទះចេញល្អណាស់បាល់ទាត់ចេញពីជ្រុងរបស់សំភក្តីបាទមីសតែនឹងចូលដែរក៏ប៉ុន្តែគ្មានចំគោលដៅនោះទេបាទយ៉ាងណាក៏ដោយយើងឃើញហើយនៅចុងម៉ោងបាទកីឡាកររបស់ក្រុមបន្ទាយមានជ័យព្យាយាមដាក់សម្ពាធម្ដងហើយម្ដងទៀតបាទ